គេអោនទៅក្បែរទៅជារបស់នាងរួចខ្សឹបទាំងទឹកភ្នែកដែលហូរស្រក់លើថ្ពាល់មកថាធីរីបងមកដល់ហើយអូនប្រហែលជារងាខ្លាំងហើយតើអត់បងសុំទោសនេះជាកំហុសដែលបងមើលឃើញតែផ្នែកភ្លឺមួយដុំតែបងបែរជាមិនដឹងថាផ្នែកងងឹតគឺវានៅព័ទ្ធជុំវិញបងតែងតែតាំងខ្លួនឯងថាយល់ច្បាស់ពីអូនរហូតតែការពិតគឺបងខុសហើយបងគួរតែមកមើលអូនឲ្យបានលឿនជាងនេះនិយាយបានត្រឹមតែប៉ុណ្ណេះវិបុលក៏យំបន្តហើយអោបដៃរបស់ធីរីយ៉ាងកខូទឹកភ្នែករបស់វិបុលបានស្រក់មុខតក់ស្រាប់តែម្រាមដៃរបស់ធីរីកម្រាក់ឡើងតិចតិចនាងបើកភ្នែកយឺតសម្លឹងវិបុលទាំងមិនជឿនឹងភ្នែកសំឡេងរបស់នាងខ្សោស្ទើរតែស្ដាប់មិនឮបងមកទីនេះតាំងពីពេលណាទីនេះឆ្ងាយណាស់បងវិបុលញញឹមទាំងទឹកភ្នែករួចក៏ឆ្លើយថាអត់ទេហើយក៏អបធីរីទាំងក្តីរំភើបគ្រូពេទ្យបានដើរចូលមកម្ដងទៀតដើរទៅមុខមាំវិបុលខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់ឯងស្ថានភាពជំងឺរបស់ធីរីមិនមែនគ្រាន់តែជាការនឿយហត់ធម្មតាទេនាងត្រូវផ្លាស់ទៅមន្ទីរពេទ្យធំដែលនៅឆ្ងាយជាងទីនេះទើបយើងអាចសង្គ្រោះនឹងបានវិបុលក៏បានតបថាឲ្យតែមានឱកាសទោះត្រឹម 1% ក៏ខ្ញុំត្រូវជួយនាងដែរភក្តីក៏ញញឹមភ្លាមនោះទូរស័ព្ទរបស់វិបុលក៏បានរោឡើងបងប្រុសម៉ាក់យើងដួលស្លាប់ក្នុងបន្ទប់ទឹកឥឡូវគាត់ត្រូវសង្គ្រោះបន្ទាន់លុយខ្ញុំមិនគ្រប់ទេបងមានប៉ុណ្ណាផ្ញើឲ្យខ្ញុំសិនមកសំឡេងប្អូនស្រីនិយាយវិបុលធ្លាក់ថ្លើមក្តុកដាក់ទូរស័ព្ទចុះហើយសម្លឹងមើលទៅធីរីដែលកំពុងតែគេងស្ដុកស្ដឹងនៅលើគ្រែពេទ្យជាមួយនឹងបំពង់អុកស៊ីសែន